មកដល់សម័យ AI ហើយមានបងប្អូនខ្លះដែលជា Gen X ឬក៏ Gen Y គាត់នៅតែអត់ទាន់ជឿជាក់នឹងការប្រើប្រាស់ AI ដើម្បីជួយសម្រួលការងារបើសិនមកសម័យនេះបើសិនបើយើងអត់ប្រើ AI ដើម្បីជួយសម្រួលការងារទេបានន័យថាយើងអត់ចេះយកទាញយកប្រយោជន៍អំពីបច្ចេកវិទ្យាទេជាការពិតណាស់ការប្រើ AI វាអាចថាមានផលល្អនិងផលអាក្រក់ខ្លះដែរក៏ប៉ុន្តែបើសិនជាយើងប្រើក្នុងផ្លូវត្រូវវាជួយឲ្យជំរុញការងារឬក៏ប្រសិទ្ធភាពការងារយើងបានកាន់តែលឿនជាងមុនហើយនឹងមានប្រសិទ្ធភាពជាងមុនការងារខ្លះយើងអាចចំណាយពេលគិតឬក៏វិភាគពិចារណាក្នុងការសរសេរនិងការព្រៀងអាចរយៈពេលដល់1សប្តាហ៍ដើម្បីឲ្យចេញលទ្ធផលការងារមួយក៏ប៉ុន្តែនៅក្នុងសម័យ AI នេះដើម្បីជួយសម្រួលការងារឬក៏ការវិភាគឬការគិតនិងការដោះស្រាយបញ្ហាការងារលឿនយើងអាចប្រើ AI ជួយក្នុងរយៈពេលតែមួយថ្ងៃយើងអាចដោះស្រាយការងារនោះបានគឺថាបើសិនយើងប្រើ AI យើងអត់មានគំនិតក្នុងការឲ្យ AI ជួយធ្វើឲ្យឬក៏មានសមត្ថភាពក្នុងការសរសេរបញ្ជាឬក៏សរសេរ prompt ចាយបញ្ជាអំពីអ្វីដែលយើងចង់បានតើ AI ជួយយើងមិនបាន AI ក៏ជួយយើងអត់បានដែរអ្នកដែលមានសមត្ថភាពប្រើ AI បានវាតតែយើងមានសមត្ថភាពបញ្ជា AI ទៅតាមអ្វីដែលយើងចង់បានហើយក្រោយពី AI generate ឲ្យយើងហើយតើយើងមានសមត្ថភាពនិងលទ្ធភាពក្នុងការត្រួតពិនិត្យនិងកែសម្រួលឡើងវិញឲ្យស្របតាមអ្វីដែលយើងចង់បានអត់ជាធម្មតាAI វាគាត់ជាម៉ាស៊ីនមួយឬក៏ជាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតមួយដែលគេបង្កើតឡើងដើម្បីជួយសម្រួលការងារយើងហើយក៏มันអាចឆ្លើយតបទៅតាមអ្វីដែលយើងចង់បាន 100% ដែរប្រសិនបើការគិតការវិភាគរបស់យើងដាក់ចូលទៅឲ្យវាជួយបង្កើតឲ្យប៉ុន្តែការគិតរបស់យើងអត់បានគ្រប់ជ្រុងជ្រោយឬក៏ការវិភាគរបស់យើងអត់បានគ្រប់ជ្រុងជ្រោយក៏លទ្ធផលដែលចេញមកក៏អត់ល្អដែរអញ្ចឹងហើយវាទាមទារឲ្យយើងអ្នកបញ្ជាឬក៏ប្រើ AI ហ្នឹងវាមានសមត្ថភាពក្នុងការបញ្ជាឬការគិតការវិភាគបានដល់ដែរมันអាចឲ្យ AI ធ្វើការងារឲ្យយើងបានហើយលទ្ធផលដែលចេញមកគឺយើងក៏មិនអាចយកលទ្ធផលពី AI 100% បានដែរគឺត្រូវតែអង្គុយគិតអង្គុយវិភាគឡើងវិញត្រួតពិនិត្យឡើងវិញ 100% ថាតើលទ្ធផលដែលចេញពីការបញ្ជារបស់យើងនឹងស្របលទ្ធផលស្របនឹងគំនិតឬក៏ទស្សនៈអ្វីដែលយើងចង់បានអត់បើសិនអត់ស្របយើងអង្គុយកែសម្រួលវាគ្រាន់តែជួយការកាត់បន្ថយនិងកាត់សម្រួលពេលវេលាពីរយៈពេលយូរមួយឧទាហរណ៍តែមួយសប្តាហ៍យើងបន្ថយមកត្រឹមមួយថ្ងៃដើម្បីឲ្យការងារលឿនជាងមុនហើយប្រសិទ្ធភាពជាងមុនហើយយើងជាអ្នកវិទ្យា AI មានពេលវេលាសមស្របក្នុងការធ្វើការងារចាត់ចែងផ្សេងទៀតជាដើមអរគុណច្រើន